ខ្ញុំទទួលបានអាហារូបករណ៍ 100% ទៅកាន់សាកលវិទ្យាល័យចំនួន 6 ទាំងក្នុងនិងក្រៅប្រទេសហើយនេះគឺជាគន្លឹះសំខាន់ 3 ក្នុងការទទួលបានអាហារូបករណ៍ដែលខ្ញុំចង់មកចែករំលែកជូនអ្នកទាំងអស់គ្នាជាពិសេសគឺបងប្អូនដែលកំពុងសិក្សានៅថ្នាក់ទី 12 ផ្ទាល់ទី 1 គឺការចូលរួមសកម្មភាពក្រៅម៉ោងសិក្សានៅពេលដែលអ្នកដាក់ពាក្យអាហារូបករណ៍អ្វីដែលគេចង់បានគឺបុគ្គលដែលមានភាពជាអ្នកដឹកនាំចេះទទួលខុសត្រូវនិងអាចធ្វើការងារជាក្រុមបានដូច្នេះយើងត្រូវចាំបាច់ក្នុងការចូលរួមការងារសង្គមឲ្យបានច្រើនអ្នកនរគ្នាអាចចូលរួមជាការងារស្ម័គ្រចិត្តចូលរួមសិក្ខាសាលាឬព្រឹត្តិការណ៍សង្គមផ្សេងៗដើម្បីបង្ហាញថាអ្នកទាំងអស់គ្នាពិតជាមានគុណសម្បត្តិទាំងអស់នោះមែនហើយមួយវិញទៀតគឺយើងត្រូវស្វែងរកបទពិសោធន៍ណាដែលអាចអភិវឌ្ឍខ្លួនឯងបានអ្នកទាំងអស់គ្នាអាចចាប់ផ្ដើមចូលរួមក្នុងការប្រកួតប្រជែងការរៀបចំគម្រោងបង្កើតនៅក្លឹបសិក្សាដែលយើងស្រឡាញ់ឬក៏ធ្វើជាប្រធានថ្នាក់នៅក្នុងសាលាយើងក៏បានដែរអ្វីដែលខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នានោះគឺស្វែងរកអ្វីដែលខ្លួនឯងស្រឡាញ់ហើយព្យាយាមក្នុងការអភិវឌ្ឍនិងដុសខាត់វាឲ្យទៅជាជំនាញមួយដែលអាចជួយជាប្រយោជន៍ដល់ខ្លួនឯងនិងសង្គមជាតិយើងបានទី2គឺពង្រឹងមុខវិជ្ជាសំខាន់ចំនួន3គឺគណិតវិទ្យាមុខវិជ្ជាជំនាញនិងភាសារាល់អាហារូបករណ៍ទាំងអស់សិតសឹងតែឆ្លងកាត់ការប្រឡងហើយការប្រឡងភាគច្រើនគឺសិតតែមានវិញ្ញាសាទាំង3នេះដូច្នេះអ្នកទាំងអស់គ្នាត្រូវត្រៀមខ្លួនឲ្យរួចជាស្រេចនៅពេលការប្រឡងនោះដល់មួយគឺគណិតវិទ្យាភាគច្រើនគឺចេញត្រឹមកម្រិតថ្នាក់ទី 12 ប៉ុណ្ណោះដែលមានមេរៀនដូចជាតក្កវិទ្យា SWIFT និង IQ ជាដើមដូច្នេះអ្នកនរគ្នាអាចរៀនវឹកហាត់ធ្វើលំហាត់ទាំងអស់នោះឲ្យបានមុនទៅល្អរីឯមុខវិជ្ជាជំនាញវិញគឺសំដៅទៅដល់មុខជំនាញដែលយើងនឹងគ្រោងរៀននៅក្នុងសាកលវិទ្យាល័យវាសំខាន់ដោយសារតែនៅពេលដែលយើងធ្វើការប្រឡងនិងសម្ភាសគេតែងតែសួរយើងខ្លះពីការយល់ដឹងរបស់យើងទៅលើជំនាញទាំងនោះដូច្នេះយើងត្រូវរៀនស្រាវជ្រាវនិងស្វែងយល់ចំណុចសំខាន់នៃជំនាញដែលយើងចង់រៀននោះមុនទៅល្អមួយវិញទៀតវាក៏ជួយឲ្យយើងដឹងថាតើយើងស្រឡាញ់និងចូលចិត្តជំនាញនោះដែរឬអត់មួយវិញទៀតគឺភាសាស៊ីសងទៅលើសាលាជំនាញនិងប្រទេសដែលយើងចង់ទៅរៀនយើងត្រូវពង្រឹងលើសមត្ថភាពភាសាយើងខុសៗគ្នាដូចថាប្រសិនបើអ្នកទាំងអស់គ្នាចង់រៀនវិស្វករនៅសាលាតិចណូអញ្ចឹងយើងត្រូវពង្រឹងទៅលើភាសាបារាំងប៉ុន្តែប្រសិនបើអ្នកទាំងអស់គ្នាចង់រៀននៅប្រទេសចិនដូច្នេះអ្នកនរគ្នាត្រូវពង្រឹងលើភាសាចិនប៉ុន្តែភាគច្រើនភាសាដែលអ្នកទាំងអស់គ្នាគួរតែពង្រឹងខ្លាំងបំផុតនោះគឺភាសាអង់គ្លេសព្រោះថានេះគឺជាភាសាដែលយើងត្រូវប្រើប្រាស់ច្រើនបំផុតទាំងការសម្ភាសទាំងការប្រឡងនិងការរៀនជាក់ស្ដែងដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាដឹងថាខ្លួនឯងកំពុងតែខ្សោយឬក៏ត្រូវការជំនួយលើការពង្រឹងភាសាបន្ថែមនោះខ្ញុំសូមណែនាំសាលារៀនមួយគឺមជ្ឈមណ្ឌលអប់រំ Spring ដែលជាសាលាអង់គ្លេសនិងចិនឈានមុខគេមួយនៅប្រទេសកម្ពុជាហើយក្នុងឱកាសខាងមុខនេះមជ្ឈមណ្ឌលអប់រំ Spring ក៏ក្រុងនឹងផ្ដល់អាហារូបករណ៍ទៅដល់សិស្សានុសិស្សដែលនឹងបញ្ចប់ការប្រឡងបាក់ឌុបនិទ្ទេស A ទទួលបានអាហារូបករណ៍ 100% និទ្ទេស B និង C ទទួលបានអាហារូបករណ៍ 50% និងនិទ្ទេស D និង E ទទួលបានអាហារូបករណ៍ 30% ទី3ត្រៀមខ្លួនក្នុងការសម្ភាសបើទោះបីជាអ្នកប្រឡងបានពិន្ទុខ្ពស់យ៉ាងណាក៏ដោយប្រសិនបើអ្នកនិយាយមិនបានល្អទេនោះអ្នកក៏មិនអាចទទួលបានជោគជ័យដែរហើយសំណួរភាគច្រើនដែលគេនឹងសួរក្នុងការសម្ភាសគឺសិតសឹងតែយើងអាចដឹងបានដែលមានដូចជាសូមអ្នកណែនាំខ្លួនហេតុអ្វីអ្នកចង់រៀនជំនាញឬសាលារៀនមួយនេះតើហេតុអ្វីទើបអ្នកស័ក្តិសមក្នុងការទទួលបានអាហារូបករណ៍មួយនេះឬក៏ចូលអ្នករៀបរាប់ពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់អ្នកដូច្នេះអ្វីដែលយើងគួរធ្វើនឹងគឺត្រៀមនៅចម្លើយចំពោះសំណួរទាំងអស់នេះឲ្យបានមុនបន្ទាប់មកហ្វឹកហាត់ក្នុងការឆ្លើយវាឲ្យបានល្អអ្នកនរគ្នាអាចថតសម្លេងខ្លួនឯងដើម្បីទុកមើលនិងអភិវឌ្ឍខ្លួនឯងនៅពេលក្រោយឬក៏ហ្វឹកហាត់ជាមួយមិត្តភ័ក្តិដើម្បីឲ្យពួកគាត់ផ្ដល់នូវមតិយោបល់ផ្សេងៗដើម្បីអភិវឌ្ឍខ្លួនយើងហើយមុនថ្ងៃសម្ភាសន៍មួយថ្ងៃអ្នកទាំងអស់គ្នាគួរតែត្រៀមនៅសម្លៀកបំពាក់និងឯកសារឲ្យបានត្រឹមត្រូវហើយក៏គួរតែត្រៀមនៅសំណួរផ្សេងៗដែលអ្នកចង់សួរទៅកាន់គណៈកម្មការដើម្បីបង្ហាញពីចំណាប់អារម្មណ៍របស់យើងអញ្ចឹងជាខ្លីមកវិញគន្លឹះសំខាន់3ដែលអាចជួយឲ្យអ្នកទាំងអស់គ្នាទទួលបានអាហារូបករណ៍នោះគឺទី1ការចូលរួមសកម្មភាពក្រៅម៉ោងសិក្សាឲ្យបានច្រើនទី2គឺត្រូវពង្រឹងទៅលើមុខវិជ្ជាសំខាន់ចំនួន3គឺគណិតវិទ្យាមុខវិជ្ជាជំនាញនិងភាសានិងចុងក្រោយនោះគឺការត្រៀមខ្លួនឲ្យបានល្អក្នុងការឆ្លើយសំណួរមុនការសម្ភាសន៍ជាចុងក្រោយខ្ញុំសូមជូនពរដល់បងប្អូនទាំងអស់គ្នាឲ្យទទួលបានលទ្ធផលល្អក្នុងការប្រឡងខាងមុខនេះនិងទទួលបានអាហារូបករណ៍គ្រប់គ្នាសូមអរគុណ
។